Naruto Ivan Sanchez sút mặt trương Ivan Sanchez បាទបំពងសំណាញ់ទី Barcelona មួយគ្រាប់បាត់ហើយបាទដែលការប្រកួតទើបតែចាប់ផ្ដើមបាន6នាទីប៉ុណ្ណោះប្រិយមិត្តយើង5-6នាទីប៉ុណ្ណោះបាទមួយជើងដំបូងរបស់ Real Valladolid បំពងសំណាញ់ទី Barcelona មួយគ្រាប់បាត់ហើយអ្នកគ្រប់គ្រងរបស់ Real Valladolid សប្បាយរីករាយមែនទែនជាមួយទស្សនារូបភាពកន្លែងនេះបាទការតែតឃ្លៀត្រង់ចំណុចនេះអត់ដាច់បាទទប់មួយហើយក៏សុទ្ធមួយជើងបុកលងចុះលងឡើងកាត់ចូលខាងក្នុងបាទកន្លែងនេះធ្ពក់មិនដល់ Ivan Sanchez 1 ទៅ 1ជាមួយនឹង Ronaldo បាទហ្វាំងមួយហើយក៏ទាត់ឆ្វេងកន្លែងនេះប្រិយមិត្តយើងទាំងអស់គ្នាគឺភ្លេចជាមួយនឹងជើងរបស់ Ronaldo ធ្វើឲ្យ Ter Stegen លោតទៅឆ្វេងគណៈដែលបាល់នេះភ្លេចមកស្ដាំហើយក៏ធ្លាក់ចូលសំណាញ់ទីតែម្ដងបាទ Ter Stegen បង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីរបួសអស់ជាច្រើនខែបាទមិនទាន់បានសង្គ្រោះបាទម្ដងទេបែរជាធ្លាយបាត់ហើយណងអូយទប់បាល់មួយទាត់ស្ដាំចូល1 ទល់ 1 Rafinha Delaco favorite player បាទដែលចូលចិត្តសុទ្ធទៅកាន់ Real Valladolid កាលពីជើងទី1 3គ្រាប់ម្នាក់ឯងឥឡូវនេះបង្ហាញវត្តមានទើបតែបាន9នាទីបាទគេអាចសុទ្ធបំពងសម្លាញ់ទីបានមួយគ្រាប់ទស្សនារូបភាពការដោទៅសល់ទាត់មួយជើងនេះបាទ Ronaldo ត្រៀមខ្លួនថយកន្លែងនេះគឺថាលូតតែដែរប៉ុន្តែតែមិនដល់ដោម្ដាយត្រឡប់មកវិញពី Andre Pereira រងចាំត្រង់បាទហើយក៏ទាត់មួយជើងស្ដាំនេះបាទបំពងសម្លាញ់ទីបានយ៉ាងល្អណាប្រិយមិត្តយើងអេមណា1 ទល់នឹង 1អស់ព្រួយរឿងអង្គែបាទបានមកគ្រាប់ហើយប្រិមិត្តយើងមើលបាទអាចបានប្រមាណគ្រាប់ទៀតបាទធម្មតានៅពេលដែលមានមុខណាបុកចេះទៅមិនបងមឹងដល់ឥឡូវមានមុខហើយមានមុខហើយបងប្អូនមានមុខមួយហើយនិយាយមើលបាសេឡូណាគាត់ឈ្មោលបានប្រមាណគ្រាប់ខាងក្នុងក៏មានចូល1 ទល់ 1 Fermin Lopez គ្រាប់ទី2បានកើតឡើងហើយបាទតាមពីក្រោយហើយក៏នាំមុខវិញដែលភាសាអង់គ្លេសគេហៅថា come behind to lead ល្អណាស់បងប្អូនយើង15នាទី2គ្រាប់បាទសម្រាប់វគ្គ2នេះអ្នកគ្រប់ត្រូលរបស់ Barcelona រីកមុខរីកមាត់សម្លេងទះដៃស្រែកហូយ៉ាងត្រហឹងអឹងកងបានមកលើឡើងនៅឯទឹកដីរបស់ Real Valladolid យកមកទស្សនារូបភាពកន្លែងនេះបាទ Lamine Yamal បោះ Christensen ឲ្យ Gavi ស្រូទៅកន្លែងនេះបាទអត់មានអោសាយមកប្រឡោះស្អាតណាព្រោះយើងមកជើងឆ្វេងនេះគ្មានសល់ទេ Lopez ថ្ងៃនេះគេទាត់ច្បាស់ណាបាទមកជើងឆ្វេងនេះគេច្បាស់ណាម៉ាំងផលិតតែម្ដងបាទលើកចូលខាងក្នុងតែតមកក្បាល Lamine Yamal វាយកៃមកខាងក្រោយ Hector Ford លុញ Hector Ford បុកឡងអូយស្ដាយមែនតើ Hector Ford ហើយ8-1បាត់នេះទស្សនារូបភាពលុញចុះលុញឡើងពី Hector Ford សល់មកសុទ្ធមកជើងនេះកាច់ផុតបាត់ហើយក្រោយបាទកាត់ចូលល្អមែនទេតែស្ដាំសង្គ្រោះបានដល់ Ter Stegen អីយយបុកចង់ប៉ើងជើងខ្លួនឯងបាទបុកហើបចង់ហើបជើងខ្លួនឯងញាក់ឆ្វេងយ៉ាម៉ាសេះផាយទៅ Eric Garcia លើកចូលមួយក្បាលថែមស្ដាំអូយយ៉ាម៉ាលឺខ្ញុំនិយាយមិញប៊ីងរោបានមកគ្រាប់ឲ្យបងប្អូនឥឡូវចុចទៅសារជាថ្មីដកទ្រូង technical goal line បាល់ចូលអីទេដឹងមិញអូភ្លេចគិតថានៅអេស្ប៉ាញមាន La Liga មាន technical goal line នេះយើងមកទស្សនារូបភាពការតែតមកពី Gerard Martin នេះយ៉ាម៉ាល់មកផ្ទះផាំង1 2 3ឈិចអូយអត់តន់ចូលទេ យ៉ាមកលឺខ្ញុំប្រាប់មិញគាត់ប៊ីងសុទ្ធបានប៉ុន្តែមិនអីទេកំតត់អានេះបងប្អូន
យ៉ាម៉ាល់គាត់ទទួលសំណើខ្ញុំហើយ បាទយ៉ាឡាមីនយ៉ាម៉ាល់យ៉ាម៉ាល់អូយអាបងអត់ទាត់ចេះស្ដាំអាបងចេះតែឆ្វេងឯឡង់ទាត់ស្ដាំបែរជាទាត់ឆ្វេងបែរជាមានឱកាសស្ដាំអញ្ចឹងគាត់អត់ចេញ លោកអញ្ញាកដាបំភ្លុំកញ្ចែបញ្ចប់ការប្រកួតលទ្ធផលជាផ្លូវការបាសេឡូណាទទួលបាន3ពិន្ទុជាមួយនឹងជ័យជំនះលទ្ធផល2-1បាទទៅលើក្រុមម្ចាស់ផ្ទះរៀលវ៉ាយ៉ាឡូលេតចឹងសរុបទាំងពីរជើងបាសេឡូណាសុទ្ធបាន9គ្រាប់បាទទៅលើក្រុមរៀលវ៉ាយ៉ាឡូលេតនិងលំពួត1គ្រាប់9-1ប្រហែលយើងអបអរសាទរបាសេឡូណាណាទទួលបានជ័យជំនះសម្រាប់ការប្រកួតនេះហើយចូលរួមសោកស្ដាយរៀលវ៉ាយ៉ាឡូលេតដែលมันអាចសុំសឹកបានកីឡាករល្អប្រចាំការប្រកួតគឺបានទៅលើបាទចរ៉ាត់ម៉ាទីនថ្ងៃនេះគេបាន MVP បាទប្រហែលយើងបាទអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាបាទបានចំណាយពេលវេលាដ៏មានតម្លៃបាទតាមដំណើរការផ្សាយតាំងពីដើមរហូតដល់ចប់បាទសូមខាត់តែបន្ទោសសម្រាប់ការអធិប្បាយបាទលើលោកខាត់ក៏តោះត្រង់ចំណុចមួយជូនពរប្រិយមិត្តអស់គ្នាស្វីឡសំណាងល្អបាទជោគជ័យពីកិច្ចការងារធ្វើដល់តាមណាមានសុខសុវត្ថិភាពហើយពេលនេះខ្ញុំបាទមានជីវ័នសូមអរគុណសូមជម្រាបលាបាទ